ថ្ងៃនេះមានអារម្មណ៍មិនដែរថ្ងៃនេះគឺមានអារម្មណ៍សប្បាយរីករាយមែនទែនដែលបានមកចូលរួមនៅក្នុងកម្មវិធីចែកអំណោយដែលជាអំណោយរបស់ក្រុមហ៊ុន Kung Fu Kitchen នៅក្នុងថ្ងៃនេះយើងមានសម្ភារៈសិក្សាសម្រាប់សិស្សសានុសិស្សទាំងអស់គ្នាហើយក៏មានសម្ភារៈសម្រាប់ជួយដល់លោកគ្រូអ្នកគ្រូនៅក្នុងការបង្រៀនរបស់គាត់ហើយខ្ញុំឃើញទស្សនវិជ្ជានៅថ្ងៃនេះគឺថាទាំងសិស្សសានុសិស្សនិងគ្រូបង្រៀនគឺគាត់ពិតជាមានការបដិញ្ញាចិត្តនៅក្នុងការជួយសិស្សនៅក្នុងការបន្តការសិក្សាទោះបីជាមានការប្រឈមនៅក្នុងផលលំបាកយ៉ាងណាក៏ដោយគឺទាំងសិស្សនិងគ្រូគឺនៅជាមួយគ្នាខំប្រឹងប្រែងបន្តនៅការអប់រំរបស់យើងឃើញថាល្អមែនទែនសម្រាប់ទស្សនវិជ្ជាដែលយើងបានឃើញនេះហើយខាងក្រុមហ៊ុន Kung Fu Kitchen គឺនៅតែបន្តគាំទ្រចំពោះការសិក្សារបស់បងប្អូនព្រោះយើងគិតថាមានតែការសិក្សាទេដែលជាមធ្យោបាយដ៏ល្អបំផុតដែលជាផ្លូវមួយដ៏ល្អបំផុតសម្រាប់អនាគតដ៏ល្អប្រសើររបស់បងប្អូនអញ្ចឹងមានតែការលើកទឹកចិត្តឲ្យទាំងអស់គ្នាខំប្រឹងប្រែងបន្តទៀតនៅក្នុងការបន្តការសិក្សានៅក្នុងថ្នាក់រៀនបណ្ដោះអាសន្ននេះខ្ញុំសូមថ្លែងអំណរគុណបាទដល់ដៃគូទាំងអស់មាន World Vision មាន Kung Fu បានជួយគាំទ្រក្នុងរយៈពេលនេះទៅដល់គ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាជនដែលភៀសសឹកដោយសារតែសង្គ្រាម